ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយដែលតាក់ទងទៅនឹងគ្រូបារមីឬក៏គ្រូអូមអាមអីហ្នឹងព្រោះប្រហែលថ្ងៃនេះយើងឃើញហើយយើងមើលព័ត៌មានដឹងហើយថាមានតារាចម្រៀងយើងម្នាក់ដែលគាត់ជឿឬក៏ងប់ងល់ទៅខាងគ្រូមន្តអាគមឬក៏គ្រូបារមីហ្នឹងហើយខ្ញុំអត់និយាយដល់ប៉ះពាល់ឋានៈគេទេយើងសាដឹងទាំងអស់គ្នាហើយបើសម្រាប់ខ្ញុំហ្មងខ្ញុំតាំងពីដើមមកខ្ញុំអត់សូវជឿរឿងបារមីឬក៏គុំអមអាមទេប៉ុន្តែខ្ញុំអត់ជឿតែខ្ញុំប្រមាថអត់ទេខ្ញុំអត់ដែលប្រមាថទេប៉ុន្តែបើថាក្នុងចិត្តហ្មងឲ្យខ្ញុំជឿគឺខ្ញុំអត់ជឿទេឧទាហរណ៍100%អីយើងជឿតែ10ឬក៏20%បានហើយយើង80%ទៀតអឺយើងជឿទៅលើវិទ្យាសាស្ត្រអាហ្នឹងសម្រាប់ខ្ញុំហើយអីដែលខ្ញុំជឿជាងគេអឺគឺគុណឪពុកម្ដាយសម្រាប់ខ្ញុំអឺខ្ញុំគោរពជាងគេគឺឪពុកម្ដាយរបស់ខ្ញុំបន្ទាប់មកគឺយើងមានព្រះពុទ្ធសាសនាគឺខ្ញុំគោរពព្រះពុទ្ធសាសនាតែទី1ដែលខ្ញុំតែងតែគោរពហើយនឹងដឹងគុណតែងតែធ្វើអំពើល្អដាក់គាត់គឺឪពុកម្ដាយរបស់ខ្ញុំព្រោះអត់មានអីប្រកែជាងឪពុកម្ដាយយើងទេបើសិនជាទៅស្រោចទឹកមិនបាច់ត្រូវគ្រូទេបើថាខ្ញុំវិញចិត្តខ្ញុំវិញគឺអត់ចង់ឲ្យបងប្អូនយើងទៅរកគ្រូណាស្រោចទឹកឲ្យអីញ៉ៃញ៉ៃទេឲ្យតែឪពុកម្ដាយឲ្យតាអ្នកមានគុណយើងស្រោចទឹកឲ្យហ្នឹងវាយកទៅណាំអស់គឺអាហ្នឹងបើសម្រាប់ខ្ញុំអាហ្នឹងជាវត្ថុឬក៏ជារបស់ដែលប្រកែបំផុតហើយដូចម្ដាយខ្ញុំអញ្ចឹងក៏តែងតែវិញសម្ពុតគាត់ឲ្យធ្វើជាសេចក្ដីខ្ញុំហើយចងដៃឲ្យកូនស្រោចទឹកឲ្យកូនអាហ្នឹងជាការល្អហើយព្រោះខ្ញុំអត់ចង់ឲ្យបងប្អូនជឿលើអបិយជំនឿពេកទេមិនមែនថាអត់ឲ្យជឿសោះទេប៉ុន្តែឲ្យជឿលក្ខណៈតែយើងនៅក្នុងការគិតពិចារណាឲ្យបានច្បាស់លាស់អញ្ចឹងហើយយើងកុំជឿងប់ងល់ដូចមកវឹកមុនគ្រូបារមីក្មេងម្នាក់តែខ្ញុំអត់បញ្ចេញកណ្ណាគេដែលផ្ទុះពេញប្រទេសយើងហើយអ្នកណាគេក៏ជឿដែរសំបីតែថ្នាក់ដឹកនាំធំក៏ជឿដែរប៉ុន្តែសម្រាប់ខ្ញុំអត់ជឿខ្ញុំអត់ថាប្រកែអាហ្នឹងសម្រាប់ខ្ញុំហ្មងគឺខ្ញុំអត់សូវជឿទេអារឿងអញ្ចឹងខ្ញុំជឿតែធ្វើល្អគឺយើងបានល្អយើងខិតខំប្រឹងប្រែងគឺយើងនឹងទទួលបានផលហើយខ្ញុំជឿខ្លាំងជាងគេគឺជឿលើវិទ្យាសាស្ត្រអញ្ចឹងហើយអាគមអមអាមបារមីអីខ្ញុំអត់សូវជឿទេប៉ុន្តែខ្ញុំជឿដូចខ្ញុំនិយាយដែរអញ្ចឹងគឺខ្ញុំជឿលើឪពុកម្ដាយរបស់ខ្ញុំនៅពេលដែលយើងមុនតណាតណីឬក៏ចេញដំណើរផ្លូវឆ្ងាយឬក៏យើងត្រូវប្រកបរបរអីដែលវារាំងគ្រោះថ្នាក់យើងគ្រាន់តែឲ្យគាត់ស្រោចទឹកឬក៏ឲ្យគាត់ចងអំបោះឲ្យទៅប៉ុណ្ណឹងបានហើយអញ្ចឹងហើយត្រឡប់មកវិញខ្ញុំចង់ឲ្យបងប្អូនទាំងអស់ប្រជាពលរដ្ឋខ្មែរយើងកុំសូវជឿងប់ងល់ខ្លាំងពេករឿងអបិយជំនឿហ្នឹងមិនមែនថាឲ្យអត់សោះទេប៉ុន្តែជឿលក្ខណៈថា100%យើងជឿថា20ទៅ30%បានហើយក្រៅពីហ្នឹងយើងជឿលើខ្លួនឯងទៅជឿតែយើងខិតខំប្រឹងប្រែងវានឹងបានហើយវាអត់អាចគ្រូអូមអាមណាមកជួយយើងឲ្យមានបានទេបើសិនជាយើងមិនខំប្រឹងប្រែងខ្លួនឯងអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត